បើសិនជាអ្នកទាំងអស់គ្នានៅធ្វើ3ទង្វើនេះនៅពេលយប់ទោះបីយើងប្រឹងសម្រក់យ៉ាងម៉េចក៏មិនអាចស្រកបានដែរពេលថ្ងៃនិយាយពីគ្រប់គ្រងអាហារបានល្អខ្លាំងមែនទែនតែបើថាល្ងាចឡើងដូចអីចូលអញ្ចឹងគឺឃ្លានហើយបើកចេញចូលតែទូទឹកកកទេណាគេអញ្ចឹងខ្លះបញ្ហាហ្នឹងមានគ្នាយើងភាគច្រើនដែលគាត់ជួបបញ្ហាហ្នឹងថ្ងៃអត់សូវឃ្លានទេតែដែលហាក់ឲ្យតែយប់ឡើងគឺដឹងតែឃ្លានហ្មងវិធីការកែគឺព្យាយាមកុំប្រអប់អាហារព្រឹកហើយនឹងពេលថ្ងៃខ្លាំងពេកយើងញ៉ាំដែរតែយើងញ៉ាំប្រមាណដែលវាល្មមហើយព្យាយាមផ្ដោតទៅលើការញ៉ាំបន្លែសាច់ឲ្យបានច្រើនបាយវិញក៏កុំប្រអប់ដូចគ្នាឲ្យយើងញ៉ាំអាហារឲ្យបានគ្រប់ទាំង3ពេលហើយបើថាពេលល្ងាចវិញយើងអាចកាត់បន្ថយជាប្រភេទបាយចុះបន្តិចក៏បានដែរប៉ុន្តែមិនគួរប្រអប់អាហារទេព្រោះបើសិនជាអ្នកទាំងអស់គ្នាប្រអប់អញ្ចឹងគឺនឹងធ្វើឲ្យអ្នកទាំងអស់គ្នាយប់ឡើងគឺយើងទប់អត់ឈ្នះអាហ្នឹងឯងជាមូលហេតុមួយដែលធ្វើឲ្យយើងគាត់លើសដើមប្រឹងសម្រក់គឺអត់ងាយស្រក់ទេចំណុចទី2ញ៉ាំហើយគេងភ្លាមមានអត់អ្នកដែលញ៉ាំហើយគេងភ្លាមធម្មតារាងកាយយើងនៅពេលដែលយើងញ៉ាំអាហារចូលទៅគឺវាត្រូវការប្រើពេលយ៉ាងហោចណាស់3ទៅ4ម៉ោងនៅក្នុងការរំលាយដល់ពេលអ្នកទាំងអស់គ្នាញ៉ាំហើយគេងភ្លាមអញ្ចឹងវាធ្វើឲ្យយើងមានខ្លាញ់ផ្សំនៅកន្លែងក្បាលពោះគឺលឿនខ្លាំងមែនតើពេលយប់បើសិនជាឃ្លានគឺណែនាំឲ្យញ៉ាំដូចជាប្រភេទយ៉ាអ៊ូឬមួយពងស្ងោរអីអាហ្នឹងគឺល្អសម្រាប់យើងជាងមួយទៀតចូលចិត្តអូសទូរស័ព្ទលេងយប់អត់មានអីធ្វើទេប៉ុន្តែគឺជាប់រវល់អូសទូរស័ព្ទលេងនៅពេលដែលអ្នកទាំងអស់គ្នាគេងយប់ជ្រៅពេកហើយយើងគេងអត់គ្រប់គ្រាន់ជាមូលហេតុមួយដែលធ្វើឲ្យអ្នកទាំងអស់គ្នាគឺឃ្លានពេលខ្លះព្រឹកព្រលឹមឡើងគឺយើងអត់សូវមានកម្លាំងទេហើយយើងឃ្លានចង់ញ៉ាំចំណីជិបចប់អីជាដើមអញ្ចឹងអាហ្នឹងគឺវាមកពីមូលហេតុដែលយើងសម្រាប់វាអត់បានគ្រប់គ្រាន់ទី3ចូលចិត្តញ៉ាំផ្អែមៗនៅពេលល្ងាចទៅចូលចិត្តឲ្យរង្វាន់ខ្លួនឯងយើងគិតថាតាំងពីព្រឹករហូតដល់ថ្ងៃយើងគ្រប់គ្រងអាហារបានល្អហើយអញ្ចឹងល្ងាចយើងញ៉ាំតែបន្តិចក៏មិនអីដែរតែក៏ពិតទៅអាហ្នឹងហើយដែលជាមូលហេតុមួយដែលធ្វើឲ្យយើងនៅតែអត់អាចស្រកគីឡូបានជោគជ័យ